តើសិស្សដែលខ្សោយម្នាក់អាចខ្លាចទៅជាសិស្សដែលអាចទទួលបាននិទ្ទេសល្អបានអត់ជំរាបសួរនិងសួស្តីដល់អ្នកទាំងអស់គ្នាខ្ញុំណារីគឺជាអតីតសិស្សនិទ្ទេសអេមេរុកនៅសម័យប្រឡងឆ្នាំ2022ដោយសារតែខ្ញុំឃើញថាឆ្នាំប្រឡងរបស់បងប្អូនគឺបាក់ឌុបឆ្នាំនេះគឺកាន់តែខិតជិតមកដល់គិតថាខ្ញុំអាចនឹងផ្ដល់នៅបទពិសោធន៍ខ្លះៗដែលខ្ញុំធ្លាប់បានជួបប្រទះមុនពេលដែលការប្រឡងឈានចូលមកដល់រយៈដែលខ្ញុំ restart over start everything from zero ហ្នឹងខ្ញុំធ្វើមិនគឺពេលហ្នឹងគឺខ្ញុំចាប់ផ្ដើមដឹងខ្លួនឯងថាខ្សោយដំបូងខ្ញុំបន្ទោសខ្លួនឯងថាមិនចឹងមិនក៏ខ្សោយអញ្ចឹងខំរៀនដែរតែរៀនអត់ដឹងណាណីលេះអញ្ចឹងប៉ុន្តែក្រៅពីបន្ទោសខ្លួនឯងខ្ញុំចាប់ផ្ដើមស្ដាប់ podcast បងនិយាយចែកម្លែកแล้วឲ្យខ្ញុំរៀបចំប្រមូលកម្លាំងចិត្តមកវិញแล้วឲ្យបង្កើតទៅជា plan គោលដៅសម្រាប់ខ្លួនឯងនៅរយៈពេលចុងក្រោយដែលនៅសល់ហ្នឹងចែកវាថាឥឡូវខ្ញុំទោះបីជាខ្ញុំសល់ពេលតិចមែនតែខ្ញុំនៅតែចង់បាននិទេសA ដដែលខ្ញុំទៅសេថាខ្ញុំចង់បាននិទេស A ដំបូងខ្ញុំ need motivation ខ្ញុំថាហេតុអីបានជាខ្ញុំចង់បានវាខ្ញុំ note មកថាដោយសារខ្ញុំទទួលបានម៉ូតូខ្ញុំទទួលបានអាចទទួលបានហេតុបកខ្ញុំអាចធ្វើឲ្យម៉ាក់ប៉ារបស់ខ្ញុំមានមោទនភាពអ្នកផ្សេងសប្បាយចិត្តខ្ញុំខ្លួនឯងក៏សប្បាយចិត្តនឹងទទួលបានផលល្អជាច្រើនពីវាហើយមួយទៀតបន្ទាប់ពីខ្ញុំ note គោលដៅខ្ញុំ note មូលហេតុអីដែលខ្ញុំចង់បានខ្ញុំចាប់ផ្ដើមកំណត់ទៅលើអីដែលខ្ញុំខ្សោយគេខ្លះរូបគីមីជីវគណិតពេលខ្ញុំខ្សោយខ្ញុំកំណត់ថាខ្សោយហើយខ្សោយគេមេរៀនអីដែលខ្ញុំអត់អាចធ្វើបានមេរៀនអីដែលខ្ញុំអត់ទាន់ទិញអញ្ចឹងខ្ញុំ note វាមួយថាអីដែលខ្ញុំត្រូវរៀនខ្ញុំត្រូវដឹងច្បាស់ពីអីដែលត្រូវតែមើលអីដែលត្រូវតែរៀនសិនមិនដូចអ្នកគ្នាឬក៏ខ្ញុំពីមុនគឺអត់ដឹងថាអាមេរៀនគណិតហ្នឹងមានចេញអីខ្លះផងអញ្ចឹងយើងសង្ឃឹមអីបើយើងអត់ដឹងថាគេរៀនអីអត់ដឹងថាគេប្រឡងចេញអីខ្លះហ៎អញ្ចឹងវាពិបាកវិញយើងត្រូវដឹងច្បាស់ថាយើងរៀនអីគេប្រឡងនឹងចេញអីខ្លះវាអាចមានអីខ្លះចេញហ្នឹងហើយវិញ្ញាសាវាបែបម៉េចយើងទៅមើលវិញ្ញាសាតែគេចេញប្រឡងថាតម្រង់វាបែបម៉េចហើយយើងចាប់ផ្ដើមកំណត់ពេលវេលាថាមួយអាទិត្យនេះខ្ញុំត្រូវចេះអីឧទាហរណ៍គណិតវិទ្យាមួយអាទិត្យហ្នឹងខ្ញុំត្រូវចេះ complex ចឹងកំណត់7ថ្ងៃចេះ complex បន្ទាប់ពីកំណត់7ថ្ងៃថាចេះ complex ហ្នឹងហើយយើងត្រូវកំណត់កាលវិភាគប្រចាំថ្ងៃទៀតដោយសារមួយថ្ងៃនេះយើងមិនមែនរៀនតែគណិតមួយទេដោយសារយើងត្រូវទៅសាលាយើងត្រូវជួបមិត្តភ័ក្តិយើងត្រូវចំណាយពេលជិះទៅសាលាម៉ោងប៉ុន្មានយើងរៀនវាកំណត់ទៅដោយសារខួរក្បាលខ្ញុំ focus បាន45នាទីអញ្ចឹងកំណត់ពេល45នាទីរៀនអាលំហាត់ហ្នឹងយកមកពីណាយើងត្រូវច្បាស់លាស់ទៀតថាប្រភពនៃលំហាត់ដែលយើងយកមកធ្វើហ្នឹងវាគឺជាលំហាត់ប្រភេទបែបអត់ធ្ងន់ពេកបែបគេចេញប្រឡងយើងសុំគ្រូឬក៏យើង research មើលឬក៏ខ្ចីសភៅមិត្តភ័ក្តិដែលគេបានរៀនហ្នឹងយកមកចលងមកកត់មកអីមក45នាទីសម្រាប់ខ្ញុំរហូតខ្ញុំសារៈ5នាទីបន្ទាប់មកទៀត45នាទីទៀតខ្ញុំរៀនទៀតបើខួរក្បាលខ្ញុំ focus ទៅគណិតលេងកើតខ្ញុំទៅបដូររៀនមុខវិជ្ជាអីផ្សេងប៉ុន្តែខ្ញុំត្រូវផ្ដោតទៅលើអីដែលខ្ញុំត្រូវចេះប្រចាំថ្ងៃហ្នឹងឧទាហរណ៍ខ្ញុំត្រូវទៅមើលគីមីម្ដងខ្ញុំទៅមើលមេរៀនល្បឿនប្រតិកម្មអញ្ចឹងខ្ញុំចាប់ផ្ដើម45នាទីហ្នឹងទៅមើលលើវាទៀតអញ្ចឹង45នាទីរបស់ខ្ញុំគឺមានតម្លៃបំផុតប្រចាំថ្ងៃហ្នឹងកំណត់ពេលនីមួយតែចំពោះខ្ញុំដោយសារតែខ្ញុំផ្ដោតទៅលើវាខ្លាំងអាចថា1គុណនឹង10ខុសពីមនុស្សធម្មតាដោយសារខ្ញុំខ្សោយខ្លាំងអញ្ចឹងដោយសារខ្ញុំ focus ខ្លាំងពេកទៅខ្ញុំក៏បាត់បង់ថាខ្ញុំអត់សូវបានទៅនិយាយមួយមិត្តភ័ក្តិទេអត់សូវបានទៅដើរមួយមិត្តភ័ក្តិបង្កើតតំណែងមួយមិត្តភ័ក្តិដូចមុនណាមិត្តភ័ក្តិយើងក៏ឆ្ងាយដែរតែគេគិតថាអីដោយសារឃើញយើងខំរៀនខំ focus អញ្ចឹងមិនយើងនិយាយបានចំណុចសិតគោលដៅកំណត់គោលដៅ motivation អីហេតុអ្វីយើងចង់បានវាបន្តមកទៀតកំណត់បែងចែកជា plan ទូចសម្រាប់រៀនប្រចាំថ្ងៃហ្នឹងគឺ quality បំផុតចុះបើសិនបើយើងខ្ជិលវិញយើងអត់ចង់ធ្វើវិញយើងអាច back ទៅមើលសភៅគោលដៅទៀតម្ដងទៀតមើលសភៅយើងសេគោលដៅនឹងតែអានទៀតម្ដងទៀតថាគោលដៅខ្ញុំអីហេតុអីខ្ញុំចង់បានវាហើយទៅមើល plan ម្ដងទៀតខ្ញុំដឹងថាវាពិបាកខ្លាំងពួកអីយើងប្រើ motivation វាអត់ដូច discipline ទេវាអត់ដូចវិន័យទេយើងត្រូវចំណាយពេលដាក់កម្រិតលើខ្លួនឯងថាត្រូវតែខំត្រូវក្រោកឲ្យលឿនត្រូវគេងក្រោកលឿនគេងយូរក្រោកម៉ោង4គេងម៉ោង1និយាយទៅយើងគេងបានតិចខ្លាំងតែវាអាចប៉ះពាល់ដល់សុខភាពតែចំពោះអ្នកនរគ្នាយើងត្រូវដឹងថាឥឡូវអ្នកនរគ្នានៅក្នុងកម្រិតណាអ្នកគ្នាមិន from zero ដូចខ្ញុំគឺល្អបើសិនជាអ្នកគ្នាឥឡូវនេះអ្នកគ្នាចេះច្រើនហើយចេះពាក់កណ្ដាលហើយចេះមធ្យមហើយអ្នកគ្នាអាចបន្ថែមល្បឿនដល់អ្នកគ្នាគិតថាស័ក្តិសមអ្នកគ្នាសម្រាប់កំណត់ទៅកាន់គោលដៅរបស់គ្នានៅពេលប្រឡងហ្នឹងអញ្ចឹងអ្នកគ្នាអាច
យកចំណុចល្អៗដែលខ្ញុំនិយាយក្នុងវីដេអូនេះទៅអនុវត្តចំណុចខ្ញុំផ្លាស់ប្ដូរពីចំណុច0មកដល់ថ្ងៃប្រឡងនោះគឺដំបូងគឺខ្ញុំបដោតទៅសេគោលដៅរបស់ខ្ញុំឡើងវិញថាខ្ញុំចង់បានគោលដៅគេ say motivation ហេតុអីបើខ្ញុំចង់បានវាតបមកទៀតខ្ញុំកំណត់ plan ទូចៗថាខ្ញុំចង់ចេះអីពេលខ្ញុំចង់ចេះអីហើយខ្ញុំចាប់ផ្ដើមកំណត់អាមុខវិជ្ជាទូចៗហ្នឹងថាមួយថ្ងៃនេះរៀនប៉ុណ្ណាខួរក្បាលរបស់គ្នាផ្ដោតបានប៉ុណ្ណាយើងរៀនប៉ុណ្ណឹងសារៈឧទាហរណ៍45នាទីសារៈ5នាទីចឹងទៅរហ័យរៀនពេលអ្នកគ្នាអស់កម្លាំងចិត្តខ្ជិលមកបើកគោលដៅនឹងអាម្ដងទៀតពេលខ្លះអ្នកគ្នាហត់ខ្លាំងតែអ្នកគ្នាអាចសម្រាកស្ដាប់ចម្រៀងលេងមួយមិត្តភក្តិអីចឹងទៅទាំងនេះគឺជាគោលដៅដែលខ្ញុំបានធ្វើនៅក្នុងរយៈពេលដែលខ្ញុំនៅសល់ទៅរាប់ដល់ថ្ងៃប្រឡងតិចតួច